ដើម្បីចង់ដឹងថានៅ page របស់យើងនឹងមាន admin ជានរណាគេយើងឆែកតាមវិធីនេះចូល setting ចូល page setup តមកទៀតចូល page access នៅ page ហ្នឹងគឺអ្នកដែលមានសិទ្ធិចូលមកកាន់ page ហ្នឹងគឺលឹមសុធាតែបើយើងចង់ឲ្យ page ហ្នឹងមានអ្នកadmin មួយទៀតយើងអាចចុច add new តមកទៀតយើងចុចពាក្យថា next តទៅយើង search ឈ្មោះ Facebook ដែលយើងចង់ឲ្យគេធ្វើជា admin និយាយថា Facebook លឹមហុងភូនេះយើងចង់ឲ្យគេធ្វើជា admin យើងឲ្យគេ get access full control ថាគេធ្វើអីក៏បានអញ្ចឹងយើងអាចចុច get access ទៅមកតមកទៀតអានេះក៏ឲ្យយើង enter Facebook password confirm permission នេះក៏ឲ្យយើងបញ្ចូល password អញ្ចឹងបើយើងមាន password យើងបញ្ចូលមកចាឥឡូវយើងមិនបាច់បញ្ចូលទេគ្រាន់តែយើងចង់ដឹងវិធីបានហើយ